ស្លឹកអញ្ចឹងឯណាធ្វើចេញទៅជាចំហួយបែបចែដែលយើងគ្រប់គ្នាតែងតែហៅថាព្រះក្រងងាយស្រួលដាំដុះហើយដាំតាមលបងផ្ទះធ្វើធើងឲ្យវាឡើងទៅថែទាំស្រោចទឹកដាក់ជីដាក់អីទៅគឺថាលឹកសបោបេះធ្វើមិនអស់មួយរយៈហ្នឹងអត់បានថែទាំហុចបោចវាចោលទៀតឥឡូវនេះវាចាប់លូតលាស់សារថ្មីឡើងវិញហើយតែទាំងអស់គ្នាអត់ដែលបានដឹងថាវាមានអត្ថប្រយោជន៍អីខ្លះទេសម្រាប់អ្នកដែលក្តៅក្នុងញ៉ាំប្រក្រងគឺត្រូវថែមទាំងជួយរំលាយអាហារហើយមាន fiber ខ្ពស់ទៀតពិសេសនោះអ្នកដែលអាសាហាមពោះការពារកោសិកាដែលខូចខាតហើយបន្ថយការលាកទៀតរាប់រួមមកលឹកប្រក្រងគឺថាត្រជាក់ក្នុងការប៉ិតបងឯមួយនេះស្រួលធ្វើឲ្យសុខភាពទៀតហើយមមីទុកតែ2ម៉ោងឯងគឺថាកកបានញ៉ាំហើយតែលើកនេះមមីបានទៅផ្សារទិញខ្ទិះដូងឯងអញ្ចឹងមានតែទៅដោះគោខ្ទិះរបស់ខ្មែរយើងនេះដែលនៅក្នុងផ្ទះមានស្រាប់យកមកចាក់ញ៉ាំលាយជាមួយប្រក្រងមើលតើរសជាតិមិនដែរទាំងអស់គ្នាមើលគាត់ថាស្លឹកប៉ុណ្ណឹងណាច្បាច់ចេញទៅជាចំហួយបែបហ្នឹងនិយាយថាសមត្ថភាពស្លឹកហ្នឹងវាពិតជាអស្ចារ្យមែនតែននិយាយទៅដេឌីគាត់ចូលចិត្តប្រក្រងហ្នឹងណាហើយសាកទៅដោះគោខ្ទិះនេះយកមកញ៉ាំមួយប្រខុងទៅរសជាតិមួយយ៉ាងប៉ុន្តែបើសួរថាឲ្យត្រូវខ្នួយខ្ទិះដូងអត់ទេចាញ់ខ្ទិះដូងឯងប៉ុន្តែអាចញ៉ាំបាន